នេះយើងចាប់ដើមនៅការរៀននៅកម្មវិធីសម្រាប់វិភាគទិន្នន័យ SPSS ដែលគ្រប់គ្នាបានស្គាល់ហើយថាកម្មវិធីនេះប្រើសម្រាប់វិភាគទិន្នន័យផ្សេងៗដូចជាការ survey ការវិភាគលើវិចំណូលចំណាយរបស់យើងជាដើមពេលយើងចាប់ផ្ដើម double click លើ SPSS 17ទីពងដំណើរការ អូខេនេះកម្មវិធីដំណើរការrồiជានោះយើង cancel វាទៅកន្លែង name ត្រង់នេះគឺសំដៅទៅលើឈ្មោះរបស់សំណួរហើយយើងតង់ជាសំណួរវិញឧទាហរណ៍ថាសំណួរយើងសុំយកលេខទៅតាប់ជួគឺជាទិន្នន័យពេលយើង data variable ត្រង់នេះថា name ឧទាហរណ៍ថា q a 1ចុះ data variable តាប់ជួឲ្យយើងនេះទៅ q a 1អូខេពេលនេះចាប់ផ្ដើម ប្រភេទតើវាជាអ្វីថាជាសំណួរបែបថាសរសេរជាលេខឬថាប្រាក់ខែយកខមានេះមកថាជាសំណួរជាលេខយើងយកជា numeric ហើយ string នេះជាសម្រាប់សំណួរសរសេរបើយើងថាជាសំណួរថាចុះ research បែបថាជាសំណួរបើក string នេះមកនេះលេខ8នេះ character នេះគឺសម្រាប់កំណត់ឲ្យតួអក្សរដែលយើងសរសេរចូលឲ្យបាច់ជាប់ប្រហែលឥឡូវខ្ញុំយកថា number ចុះយើងអាចវាយជាប់ប្រហែលហើយបន្ទាប់មកនៅក្រៅក្បៀស decimal នេះគឺស្ថិតក្រៅក្បៀស label នេះគឺអត្ថន័យរបស់ចំនួនហ្នឹងថា QA1 យើងនិយាយថាម៉េចថាឧទាហរណ៍ថា what your name អូខេ name អញ្ចឹងតោះនេះគឺត្រូវដូរទៅ string វិញមក value នេះយើងអត់មានដាក់ទេវាជាសំណួរបែប normal ធម្មតាប្រឡំ8 missing នេះគឺអត់មានទេអញ្ចឹងត្រង់នេះយើងអាចវាយពីឈ្មោះបានតែយើងយក numeric យើងវាយឈ្មោះបានឡើយនេះទៅមកទៀតវាទៅកាត់ជាឈ្មោះទៀតមក QA2 គាត់ថាចំនួនមិនយក numeric អូខេ deadline ចឹងមក spring ទៅដែរសម្រាប់សំណួរនេះ how old are you យើងលេខមកវាគឺ how old are you យើងមកធម្មតាដែរតមក QA3 នេះជាថាចូល comma បើចង់ដល់ប្រាក់ខែទៅយើងប្រាក់ខែយក comma អូខេតមកយើងសំណួរមកយើងដាក់ how many salary did you earn
value យើងអាចកំណត់បានថាទៅជិះចេះវិញវាថាយើងដាក់ជា multiple choice ឲ្យគាត់ជំរើសច្រើនគាត់ថាលេខ1យើងដាក់$150តែចូលមួយមកលេខ2$200ទៀតមកលេខ3$300តែចូលមកអូខេអានេះយើងកំណត់អញ្ចឹងទំហំរបស់វាទៅដល់ថាយើងយក camera វាទៅជា scale ស្រាប់ទៅដល់វាឥឡូវជាមួយនឹង variable data view ម្ដង data view អូខេទី1យើងអាចបានឈ្មោះថាលោក stay អញ្ចឹងទៅអាយុរបស់គាត់23ឆ្នាំហើយតារាគាត់រកបានថាលេខ1ជាង$150យើងបានលេខ1ជាង$150បើយើងថាគាត់បាន$3យើងបានលេខ3អូខេអញ្ចឹង$3 easy អូខេឥឡូវយើងជួបគ្នាប៉ុណ្ណឹងសិនចុះជាសប្តាហ៍ក្រោយនឹងមានមេរៀនថ្មីបន្ថែមនេះគាត់ថាណែនាំរបៀបប្រើបន្តិចបន្តួចហើយសប្តាហ៍ក្រោយនឹងមានបង្រៀនការប្រើ tool នីមួយៗដែល tool អនsẽចាំបាច់ក្នុងការវិភាគបាទមានប៉ុណ្ណឹងជួបគ្នាសប្តាហ៍ក្រោយទៀត